ក្មេង6ឆ្នាំចុះក្រោមគេរៀនតាមរយៈបទពិសោធន៍តាមរយៈការលេងតាមរយៈសកម្មភាពផ្សេងតាមពិតវ័យហ្នឹងបើតាមចិត្តសាស្ត្រហ្មងអត់ទាន់ត្រូវការរៀនអក្សររៀនលេខទេគឺគេត្រូវការលេងគេត្រូវការធ្វើសកម្មភាពផ្សេងហើយគេរៀនពីបទពិសោធន៍ហ្នឹងគេមានដំណាក់កាលរបស់គេនៅក្នុងការអភិវឌ្ឍចឹងឧទាហរណ៍ដូចចន្លោះ4ឆ្នាំទៅ6ឆ្នាំអីហ្នឹងគឺជាវ័យដែលគេមានបុគ្គលិកភាពច្នៃប្រឌិតចឹងភាពច្នៃប្រឌិតវាចេញពីការដែលគេលេងអីដែលប្លែកលេងអីដែលខុសតំណងពេលខ្លះយើងវិនិច្ឆ័យថាអាហ្នឹងខុសតំណងឧទាហរណ៍ទិញឧបករណ៍លេងមួយមករបៀប instruction ការណែនាំរបស់គេត្រូវលេងចេះទេតែគាត់អត់លេងតាមការណែនាំហ្នឹងឯងគាត់ទៅលេងតាមរបៀបរបស់គាត់អញ្ចឹងពេលដែលកូនលេងអីប្លែកយើងអត់បានយល់ថាហ្នឹងវាជាអ្វីដែលគេកំពុងរៀនទេតាមពិតវ័យហ្នឹងគេកំពុងរៀនប្រើការគិតរបស់គេច្នៃប្រឌិតអីដែលថ្មីប្លែកខុសពីធម្មតាតែពេលយើងអត់យល់ពីការអប់រំរបស់គេនៅអាយុប៉ុណ្ណឹងយើងទៅជាយល់ថាកូនគិតអីខុសគេខ្ញុំធ្លាប់ទទួលពាក្យនឹងដែរថាមើលធ្វើអីកុំឲ្យច្រឡំគេមើលកុំធ្វើអីកុំឲ្យមិនទេពុកម្ដាយខ្ញុំក៏បន្ទោសថាធ្វើអីឲ្យច្រឡំនឹងគេខ្លះមើលបើន័យថាធ្វើអីដូចគេកុំខុសគេពេកហ្នឹងហើយគាត់ថាធ្វើអីឲ្យច្រឡំនឹងគេខ្លះគឺគាត់ចង់មានន័យថាធ្វើអីឲ្យដូចគេឲ្យភាកច្រើនណាកុំឲ្យធ្វើអីខុសគេប៉ុន្តែគាត់អត់យល់ទេថាការតែគិតអីខុសគេហ្នឹងវាជាចំណែកមួយនៃការអភិវឌ្ឍផ្នែកភាពច្នៃប្រឌិតដោះស្រាយបញ្ហាជំនាញដោះស្រាយបញ្ហានៅពេលដែលគេធំពេញវ័យនៅពេលដែលគេចេញធ្វើការអញ្ចឹងវ័យដែលត្រូវបុកគ្រឹះទៅលើភាពច្នៃប្រឌិតហ្នឹងគឺនៅចន្លោះអាយុ4ទៅ6ឆ្នាំហ្នឹងដែលគេត្រូវការលេងគេត្រូវការច្នៃអីថ្មីប្លែកតាមគំនិតរបស់គេហើយពេលខ្លះគេចូលតួដូចសម្ដែងរឿងអញ្ចឹងបើក្មួយខ្ញុំវិញគេយកតេឡេទូទួមកគេនិយាយដូចនិយាយទូរស័ព្ទមួយណាគេម្នាក់អញ្ចឹងហើយនិយាយឡើងសមអីណាពូសំចេះពូនិយាយទៅប្អូនជ្រុលមួយខ្ញុំអីគេចូលតួគេបង្កើតសាច់រឿងខ្លួនឯងអាហ្នឹងសិតតែការបុកគ្រឹះភាពច្នៃប្រឌិតប៉ុន្តែពេលបងប្អូនអត់យល់បងប្អូនសើចចំអកស្ដីឲ្យគ្នាហើយចង្ការគ្នានិយាយតាមការសម័យរបស់គ្នាយើងអត់ដឹងយើងច្រឡំថាកូននេះចេះកុហកតាមពិតគេពងបង្កើតគំនិតអីថ្មីសម័យអីថ្មីប៉ុន្តែពេលយើងអត់យល់ពីគេយើងថាគេកុហកយើងថាគេធ្វើអីឈួតអីអញ្ចឹងខុសគេអីអញ្ចឹងណា